បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំបានមកបណ្ណាល័យនៅក្នុងសាលារៀនហើយខ្ញុំបានមកជ្រើសរើសសៀវភៅមួយក្បាលដើម្បីអានសៀវភៅនេះមានចំណងជើងថាប្រវត្តិសាស្ត្រកម្ពុជាក្នុងបរិបទសកលលោកដែលរៀបចំដោយលោកបណ្ឌិតសភាចារ្យហងជួននរងគាត់គឺជារដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡានាពេលបច្ចុប្បន្នបាទនៅក្នុងសៀវភៅហ្នឹងគឺខ្ញុំចង់ណែនាំឲ្យបងប្អូនគួរតែអានក្នុងនាមយើងជាកូនខ្មែរដើម្បីឲ្យយើងដឹងអំពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជារបស់យើងនៅក្នុងសៀវភៅនឹងដែរគឺអាយដាមគាត់បានរៀបចំបាទដែលមានមេត្តានៅក្នុងនោះមានអារម្មណ៍កថាហើយនឹងមានពីចម្ពោះទី1រហូតដល់ចម្ពោះបញ្ចប់បាទនៅក្នុងចម្ពោះទី1នេះគឺគេនិយាយអំពីប្រវត្តិសាស្ត្រខ្មែរសម័យមុនអង្គររហូតមកដល់ប្រវត្តិសាស្ត្រខ្មែរយើងនាពេលបច្ចុប្បន្ននឹងឯងបាទអញ្ចឹងយើងក្នុងនាមជាកូនខ្មែរយើងគួរតែចំណាយពេលអានពីប្រវត្តិសាស្ត្រខ្មែរយើងឲ្យបានច្បាស់ដើម្បីកុំឲ្យបរទេសគាត់បន្លំគាត់លៀបពណ៌គាត់ទៀមទានៅអ្វីដែលមិនមែនជារបស់គាត់បាទអញ្ចឹងយើងក្នុងនាមជាកូនខ្មែរហ្នឹងគឺអ្វីដែលកាតព្វកិច្ចរបស់យើងហ្នឹងគឺយើងត្រូវតែយល់ដឹងអំពីប្រវត្តិសាស្ត្ររបស់ជាតិរបស់យើងបាទអញ្ចឹងគឺសំខាន់មែនតើអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់នឹងចូលរួមអានសៀវភៅពិសេសគឺអានតេតនប្រវត្តិសាស្ត្ររបស់ខ្មែរយើងរឿងរ៉ាវរបស់ខ្មែរយើងដើម្បីក្នុងនាមជាកូនខ្មែរយើងដឹងច្បាស់អំពីខ្មែរអញ្ចឹងយើងនឹងរៀបរាប់ប្រាប់ហើយយើងគឺជាមរតកនៃមនុស្សរស់ដើម្បីបន្សល់ទុកកេរដំណែលទៅដល់អ្នកជំនាន់ក្រោយបាទសូមអរគុណច្រើន